គិតថាវាមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់បងប្អូនដែលអត់សូវចេះភាសាអង់គ្លេសហើយយើងបែរជាត្រូវជួបជាមួយនឹងជនជាតិបរទេសដើម្បីពិភាក្សាគ្នាការងារអីមួយចំនួនវាពិតជាជួយយើងបានច្រើនមែនទែន I think it's very useful for people who don't know much English, and we have to meet foreigners to discuss some work. It really helps us a lot. តោះសួស្តីបងប្អូនអរគ្នាបាទឥឡូវនេះនៅលើ Google Translate ឥឡូវគឺមានមុខងារពិសេសមួយដែលទើបតែ update ថ្មីមិនដឹងថាសម្រាប់ខ្ញុំថ្មីសម្រាប់ខ្ញុំឬក៏មិនទេប៉ុន្តែខ្ញុំតាមតែឃើញមានអញ្ចឹងដើម្បីចូលទៅមុខងារនេះគឺយើងមើលនៅលើពាក្យថា conversation សម្រាប់នៅទូរស័ព្ទ Android យើងចូលទៅក្នុង conversation បាទនៅក្នុងនេះវាមានជម្រើសឲ្យយើងជាលក្ខណៈថៃជាអក្សរហើយឬក៏សន្ទនាជាក់ស្ដែងឬក៏យើងមួយទៀតនេះវាដាក់ថា listening មានន័យថាស្ដាប់ប៉ុន្តែវាចូលអត់ការឬមុខងារនេះអញ្ចឹងយើងចូលទៅក្នុង conversation ហើយយើង start Yes, in this, it gives us options as a tag as text and or a practical conversation, or another one it says listening means listen, but it doesn't work with this function. So we go into conversation and we start. អញ្ចឹងឥឡូវយើងចាប់ផ្ដើមនិយាយទៅឧទាហរណ៍ថាយើងជួបជាមួយនរណាម្នាក់ Let's start talking. For example, if we meet someone. អញ្ចឹងឥឡូវខ្ញុំនិយាយជាខ្មែរគាត់បកជាអង់គ្លេស So now I speak Khmer and he translates to English. អញ្ចឹងឧទាហរណ៍ថាខ្ញុំនិយាយជាភាសាអង់គ្លេសវិញ So for example, I'll speak in English again. Hello, how are you today? សួស្តីតើអ្នកសុខសប្បាយជាទេ Today I'm so excited. I'm so happy to meet you. ថ្ងៃនេះខ្ញុំពិតជារំភើបនិងសប្បាយចិត្តណាស់ដែលបានជួបអ្នក So today can I meet you to talking about my business working together? ដូច្នេះថ្ងៃនេះតើខ្ញុំអាចជួបអ្នកដើម្បីនិយាយអំពីអាជីវកម្មរបស់ខ្ញុំធ្វើការជាមួយគ្នាបានទេ So now we go to coffee shop and talk, okay? អញ្ចឹងឥឡូវយើងទៅហាងកាហ្វេហើយនិយាយគ្នាតើត្រូវទេ អញ្ចឹងនៅពេលដែលយើងនិយាយជាភាសាខ្មែរ So when we speak Khmer language, វានឹងបកទៅជាអង់គ្លេស it will be translated into English. ហើយវាធ្វើការបានល្អមែនទែន And it works really well. ពាក្យដែលយើងនិយាយចេញទៅភាគច្រើនគឺបកមកអត់ខុសទេសម្រាប់ Google Translate នេះ The words we speak are mostly translated correctly for Google Translate. អញ្ចឹងវាល្អមែនទែនសម្រាប់នៅពេលដែលយើងជួបជាមួយនឹងជនជាតិបរទេស So it's really good for when we meet foreigners. ឥឡូវនេះគឺវាមាននៅក្នុង Google Translate ដែលយើង download ដោយ free ចេញពី Google Play Store តែម្ដង But now it's in Google Translate, which we download for free from the Google Play Store directly. បាទអញ្ចឹងសម្រាប់វីដេអូនេះគឺគ្រាន់តែចង់ចែកម្លែកប៉ុណ្ណឹងបាទសង្ឃឹមថាវាជាអត្ថប្រយោជន៍មួយទៅដល់បងប្អូនបាទមិនថាទៅជាភាសាចិនភាសាម៉ាឡេភាសាឥណ្ឌូនេស៊ីភាសាអីក៏ដោយវាអាស្រ័យទៅលើយើងជាអ្នកកំណត់ So it doesn't matter if it's Chinese, Malay, Indonesian, or any other language. It depends on us to determine. អញ្ចឹងនៅពេលដែលយើងនិយាយជាភាសាខ្មែរវានឹងបកទៅជាអង់គ្លេសបើកាលណាយើងនិយាយជាភាសាអង់គ្លេសវានឹងបកអូតូម៉ាទិកទៅជាភាសាខ្មែរ So when we speak in Khmer, it will be translated into English. If we speak in English, it will be automatically translated into Khmer. គិតថាវាមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់បងប្អូនដែលអត់សូវចេះភាសាអង់គ្លេសហើយយើងបែរជាត្រូវជួបជាមួយនឹងជនជាតិបរទេសដើម្បីពិភាក្សាគ្នាការងារអីមួយចំនួនវាពិតជាជួយយើងបានច្រើនមែនទែន I think it's very useful for people who don't know much English,
And we have to meet foreigners to discuss some work. It really helps us a lot. ចឹងបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេច share បន្តទៅកាន់មិត្តភ័ក្តិក៏ដូចជាបងប្អូនទាំងអស់គ្នាឲ្យបានដឹងបាទអរគុណជួបគ្នានៅវីដេអូក្រោយៗទៀតខ្ញុំនឹងព្យាយាមរកវីដេអូចំណេះដឹងថ្មីៗមកចែកជូនបងប្អូនទាំងអស់គ្នាបាទអរគុណ